บุรุษมหาเศรษฐีម្នាក់បានប្រទះឃើញក្មេងស្រីម្នាក់កំពុងបង្កភាពចលាចលនៅក្រុមហ៊ុនរបស់គាត់ដោយអះអាងថានាងគឺជាកូនស្រីរបស់គាត់គិតភ្លាមថាពួកអ្នកបោកប្រាស់សម័យនេះពិតជាហ៊ានខ្លាំងណាស់ព្រោះគាត់នៅលីវអស់ជាច្រើនឆ្នាំមកហើយដូច្នេះគាត់បានដើរទៅសួរថានាងជានរណាប៉ុន្តែនៅពេលក្មេងស្រីនោះបែរមុខមកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមានមុខមាត់ស្រដៀងនឹងស្នេហាដំបូងដែលគាត់បានបាត់បង់យ៉ាងខ្លាំងមុនពេលគាត់អាចយល់ពីអ្វីដែលកំពុងកើតឡើងសន្តិសុខម្នាក់បានរុញនាងដួលទៅលើដីគាត់បានស្រែកឲ្យសន្តិសុខនោះជប់ភ្លាមហើយសួរក្មេងស្រីថាម្ដាយរបស់នាងមានឈ្មោះអ្វីបន្ទាប់ពីដឹងថានាងជាកូនរបស់ស្នេហាដំបូងរបស់គាត់បានលុបចោលការណាត់ជួបទាំងអស់ភ្លាមនិងនាំនាងចូលទៅក្នុងការិយាល័យគាត់ចង់ដឹងថាស្នេហាដំបូងរបស់គាត់មានជីវិតល្អឬអត់ប៉ុន្តែក្មេងស្រីបានប្រាប់ថាម្ដាយរបស់នាងបានកើតជំងឺមហារីកក្នុងអំឡុងពេលមានផ្ទៃពោះនិងបានទទួលមរណភាពរួចទៅហើយបុរសមហាសេដ្ឋីមានទុក្ខសោកយ៉ាងខ្លាំងគាត់ជឿថាស្នេហាដំបូងរបស់គាត់បានចាក់ចេញពីគាត់ដោយសារតែជំងឺរបស់នាងគាត់បានសន្យាជាមួយក្មេងស្រីថាគាត់នឹងថែរក្សានាងឲ្យបានល្អបំផុតជំនួសឲ្យម្ដាយរបស់នាងប៉ុន្តែក្មេងស្រីមានអារម្មណ៍ភ័យបារម្ភហើយបានស្នើឲ្យធ្វើតេស្ត DNA ដើម្បីបញ្ជាក់ពីទំនាក់ទំនងឪពុកកូនប៉ុន្តែបុរសមហាសេដ្ឋីមានទំនុកចិត្តយ៉ាងខ្លាំងថានាងពិតជាកូនស្រីរបស់គាត់បន្ទាប់មកគាត់បានសម្រេចរៀបចំពិធីជប់លៀងដ៏ធំមួយដើម្បីប្រកាសជាសាធារណៈថាក្មេងស្រីគឺជាអ្នកស្នងរត់តែម្នាក់គត់របស់គាត់ក្មេងស្រីភ័យស្លន់ស្លោទាំងស្រុងតាមពិតទៅនាងខ្លួនឯងក៏មិនប្រកាសថាបុរសម្នាក់នេះជាឪពុកបង្កើតរបស់នាងឬអត់ដែរមុនពេលម្ដាយរបស់នាងស្លាប់នាងបានផ្ដល់ឈ្មោះបុរសចំនួន7នាក់ឲ្យកូនស្រីនិងប្រាប់ឲ្យស្វែងរកថាមួយណាជាឪពុកពិតប្រាកដរបស់នាងក្នុងចំណោមបេក្ខជនទាំង7នាក់នេះបុរសមហាសេដ្ឋីគឺជាអ្នកមានបំផុតហេតុនេះហើយទើបនាងបានទៅរកគាត់មុនគេអ្វីដែលនាងមិននឹកស្មានដល់គឺការជួបជុំរបស់ពួកគេបានប្រព្រឹត្តទៅដោយរលូនបែបនេះនៅល្ងាចនោះបុរសមហាសេដ្ឋីបាននាំនាងត្រឡប់ទៅវិមានរបស់គាត់ដោយមិនដឹងថានាងចូលចិត្តម្ហូបអ្វីគាត់បានបញ្ជាឲ្យចុងភើរៀបចំម្ហូបជាច្រើនប្រភេទយ៉ាងសម្បូរបែបក្មេងស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយខ្លាចខ្ជិះខ្ជាយអាហារនាងបានស្នើឲ្យអញ្ជើញអ្នកបម្រើទាំងអស់ក្នុងវិមានមកទទួលទានអាហារជាមួយគ្នាមេផ្ទះមានការភ័យខ្លាចភ្លាមព្រោះគាត់ខ្លាចថាសំណើនេះនឹងធ្វើឲ្យបុរសមហាសេដ្ឋីខឹងប៉ុន្តែផ្ទុយទៅវិញបុរសមហាសេដ្ឋីបានយល់ព្រមភ្លាមមួយសន្ទុះក្រោយមកអ្នកបម្រើទាំងអស់បានចូលមកក្នុងបន្ទប់និងថ្លែងអំណរគុណដល់ក្មេងស្រីដែលអនុញ្ញាតឲ្យពួកគេបានទទួលទានអាហារដ៏ប្រណីតបែបនេះនៅថ្ងៃប្រារព្ធពិធីជប់លៀងក្មេងស្រីមានការព្រួយបារម្ភថាបុរស6នាក់ផ្សេងទៀតដែលអាចជាឪពុករបស់នាងនឹងស្គាល់មុខនាងថាស្រដៀងនឹងម្ដាយរបស់នាងដូច្នេះនាងបានតុបតែងមុខយ៉ាងក្រាស់ដើម្បីលាក់រូបរាងពិតរបស់នាងភ្ញៀវទាំងឡាយមានអារម្មណ៍ថារូបរាងរបស់នាងមិនសូវគួរឲ្យចាប់អារម្មណ៍ប៉ុន្តែគ្មាននរណាម្នាក់ហ៊ាននិយាយអ្វីអាក្រក់ឡើយខណៈដែលនាងកំពុងញ៉ាំនំខេកដោយសប្បាយរីករាយភ្លាមនោះមេផ្ទះបានមកប្រាប់ថាកូនស្រីចិញ្ចឹមរបស់បុរសមហាសេដ្ឋីចង់ជួបនាងបន្ទាប់ពីស្នេហាដំបូងរបស់គាត់បានចាក់ចេញដោយមិននិយាយអ្វីកាលពីជាច្រើនឆ្នាំមុនបុរសមហាសេដ្ឋីដែលមានចិត្តខូចខាតដោយសារស្នេហាបានយកក្មេងស្រីម្នាក់មកចិញ្ចឹមជាកូនដោយចង់ដឹងចង់ឃើញក្មេងស្រីបានដើរចេញទៅក្រៅខ្យល់ខាងក្រៅត្រជាក់ខ្លាំងប៉ុន្តែកូនស្រីចិញ្ចឹមនោះបានស្លៀកពាក់ស្ដើងដោយចេតនាហើយឈររងចាំនាងនៅក្នុងទីធ្លាក្មេងស្រីបានដឹងភ្លាមថាកូនស្រីចិញ្ចឹមនោះកំពុងព្យាយាមធ្វើខ្លួនគួរឲ្យអាណិតដើម្បីទាក់ទាញការអាណិតអាសូរពីបុរសមហាសេដ្ឋីភ្លាមនៅពេលពួកគេជួបគ្នាកូនស្រីចិញ្ចឹមបានធ្វើជាយំហើយនិយាយថានាងបានទទួលក្តីស្រឡាញ់ទាំងអស់ពីបុរសមហាសេដ្ឋីអស់ជាច្រើនឆ្នាំមកហើយនាងថែមទាំងនិយាយថាប្រសិនបើក្មេងស្រីថ្មីមិនពេញចិត្តនឹងវត្តមានរបស់នាងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយបុរសមហាសេដ្ឋីដោយស្ម័គ្រចិត្តនាងគិតថាក្មេងស្រីថ្មីនឹងចំណែននឹងនាងប៉ុន្តែផ្ទុយទៅវិញក្មេងស្រីថ្មីបានយល់ព្រមដោយស្ងប់ស្ងាត់ហើយប្រាប់ឲ្យនាងទៅនិយាយជាមួយបុរសមហាសេដ្ឋីនិងបញ្ចប់ទំនាក់ទំនងនោះភ្លាមនៅពេលនោះអ្នកបម្រើម្នាក់ដែលកំពុងកាន់ថាស្រាក្រហមបានដើរកាត់ពួកគេកូនស្រីចិញ្ចឹមបានធ្វើពុតជាជំពប់ជើងដោយចេតនានិងធ្វើឲ្យដបស្រាបែកនៅលើដីភ្ញៀវនៅជុំវិញបានឮសំឡេងបែកហើយនាំគ្នារត់មកមើលបុរសមហាសេដ្ឋីបានសួរអ្នកបម្រើថាមានរឿងអ្វីកើតឡើងអ្នកបម្រើបានកុហកថាក្មេងស្រីថ្មីបានរុញកូនស្រីចិញ្ចឹមធ្វើឲ្យនាងដួលកូនស្រីចិញ្ចឹមគិតថាផែនការរបស់នាងបានជោគជ័យហើយប៉ុន្តែបុរសមហាសេដ្ឋីបានរុញនាងចេញភ្លាមនិងនិយាយយ៉ាងម៉ឺងម៉ាត់ថាកូនស្រីរបស់ខ្ញុំមិនអាចធ្វើរឿងបែបនេះបានឡើយ